ចាសសួស្តីបងប្អូនដូចមួយនេះខ្ញុំត្រូវបងប្អូនរឿងឆ្លើយឆ្នៃសាតានភីស្ដាយមួយសេពីបងប្អូនកុំភ្លេចជួយ Subscribe ខ្ញុំអ្នកមើលផងណាបងប្អូនដើម្បីបានវីដេអូថ្មីសូមទស្សនាត្រាប់រឿងឆ្លើយឆ្នៃសាតានដូចតទៅវារងងខ្លួនវាទៅរកផ្លូវងាប់ខ្លួនវាអូនមិនបានធ្វើអីទេពេលនេះអូននៅជាមួយបងមិនអីចឹងនាងនិយាយធ្វើជាមិនដឹងរឿងគ្រៀនក្តៅក្រហាយប្រញាប់បែកខ្លួនដើរចេញតែសូមេរេក្រោកមកអោបពីគេពីក្រោយជាប់កុំទៅរកវីបងត្រូវនៅជាមួយអូនបងគ្រីនបងមិនត្រូវចាក់ចែងពីអូនទេនាងអោបគេណែនខ្លាំងតែកម្លាំងនាងមិនឈ្នះគេប្រលេះដៃនាងចេញពីខ្លួនដូចនាងចាញ់មិនថ្រំកម្លាំងKevinបោះស្រីបិសាចនេះចេញពីផ្ទះយើងឥឡូវនេះគេស្រែកបញ្ជាឡើងទ័ពភូមិគ្រឹះKevinនិងអង្គរៈពីរនាក់ប្រញាប់រត់មកខាងលើធ្វើតាមបញ្ជាអត់ទេអូននៅជាមួយបងអូនមិនទៅណាទេនាងមាននេះមិនព្រមតែចុងក្រោយក៏មិនឈ្នះកម្លាំងកូនចៅគេទៅត្រូវកូនចៅគេអូសចេញទៅខាងក្រៅតាមរកប៉ាមុនលីឲ្យឃើញបានសល់ត្រជាក់បក់តិចមកប៉ះកាយតូចនាងលើកដៃអោបខ្លួនដើរបន្តទៅខាងមុខទាំងមានអារ៉ានាំផ្លូវហេតុអ្វីត្រូវមកដើរកាត់ព្រៃបែបនេះដើរជិតកន្លះម៉ោងហើយនាងទើបតែដៃចិត្តសួរមេឃក៏ចាប់ផ្ដើមជ្រេនាងក៏ចាប់ផ្ដើមខ្លាចលោកប្រុសគ្រីនមានកំណាចណាស់នៅទីណាក៏សុទ្ធតែជាកូនចៅរបស់គាត់ដែរបើគេតាមផ្លូវធម្មតាគាត់ប្រកាសជារកឃើញមានតែគេតាមផ្លូវកាត់បែបនេះអារ៉ាបែរមកប្រាប់យើងតូចក៏គិតថាសំហេតុសំផលទៅឈប់ដេញដោលរឿងផ្លូវចុះពេលណាទៅដល់ទៅមេឃក៏កាន់តែចិត្តយប់ហើយនាងអោបខ្លួនសួរតិចភ្នែករំពៃមើលជុំវិញខ្លួនព្រោះនាងព្រឹសសម្បល់ឆ្លៀសពេលនាងតូចមិនចាប់អារម្មណ៍អារ៉ាក៏ដកកំបិតដែលខ្លួនលាក់លើកតម្រង់មករកនាងខាងក្រោយដើរទៀងស្នាមញញឹមបន្តិចទៀតទៅដល់ហើយគឺដល់ឋាននរកនាងតូចភ្ញាក់ផ្អើលភ័យសឹងតែទុនជង្គង់ពេលលើសំឡេងក្របកំភ្លើងក្បែរត្រចៀកត្រូវប្រញាប់បែរក្រោយមើលឃើញអារ៉ាត្រូវមួយក្របកំភ្លើងបញ្ឈរផ្នែកជ្រុះកំបិតពីដៃខ្លួននាងទុនរលះដួលទៅលើដីមូលីប្រញាប់រត់ទៅត្រកងអារ៉ានមានរឿងអីក៏មិនក៏ទៅជាបែបនេះនាងជុំអង្រួនសាកសពតិចមួយគ្រាប់ចំដើមទ្រូងខាងឆ្វេងជាចំណុចសំខាន់ឈាមហូរក៏ក្លាក់ប្រឡាក់ដល់ដៃអ្នកនាងត្រកងអារ៉ាទាំងភ័យទាំងខ្លាចស្ទើរតែសន្លប់ព្រោះឃើញមនុស្សស្លាប់ស្រស់នៅចំពោះមុខស្របពេលត្រចៀកឮសស្រាប់ជើងមនុស្សដើរចូលមកធ្វើឲ្យនាងប្រញាប់បែរទៅមើលបេះដូងនាងជ្រុះដល់ដីសួតបំពង់កទឹកភ្នែកហូរគ្មានសម្លេងខ្លួនក៏ចាប់ផ្ដើមញ័រដោយកូនសត្វឃើញគេដូចឃើញបិសាចនាងដាក់សពអារ៉ាចុះបំណងចង់ក្រក់រត់គេចពីគេបានត្រឹមពីជំហានត្រូវគេចាប់ដៃនាងជាប់ទាញកន្ត្រាក់មួយទាំងហឹងមករកខ្លួនលែងខ្ញុំមនុស្សបិសាចនាងកញ្ជ្រោងចេញពីដៃគេទឹកភ្នែកហូរដូចទឹកបាក់ទំនប់គេយកចង្កំភ្លើងចាប់ថ្ងៃចង្ការនាងឡើងនាងកាន់តែប្រហើនគេសង្កេតថ្មីនិយាយមុខដូចបិសាចចង់តែកាច់មកបាក់ជើងនាងមិនឲ្យថ្ងៃក្រោយរត់បានទៀតលោកជាមនុស្សអាក្រក់ហេតុអ្វីក៏សម្លាប់អារ៉ានាងយំសឹងតែដូចមនុស្សឈួតខ្លាចក៏ខ្លាចស្អប់ក៏ស្អប់ខកចិត្តក៏ខកចិត្តធ្លាប់គិតថាគេជាមនុស្សអាក្រក់តែមិនដែលគិតថាគេហ៊ានលើកដៃសម្លាប់មនុស្សដែលគ្មានហេតុកំហុសបែបនេះទៅវិញនាងធន់មិនខានគេខឹងស្រាវឈាមចាប់ផ្ដើមដៃនាងណែនដល់នាងឈឺទឹកភ្នែកនាងកាន់តែហូរសឹងតែខ្វាក់ក្របផ្នែកខ្ញុំមិនទៅជាមួយមនុស្សអាក្រក់ដូចលោកទេលែងខ្ញុំនាងរើមាននាងមាននេះគេមិនតបបោះកំភ្លើងឲ្យជំនិតមុននឹងចាប់លីនាងដាក់លើស្មាលោកប្រុសចុះសាកសពនេះទុកឲ្យធ្វើខ្មោចយាមព្រៃនៅទីនេះហើយនាងលើកដៃចង់សម្លាប់មនុស្សស្រីរបស់គេលទ្ធផលដែលទទួលបានគឺបែបនេះអត់ទេលែងខ្ញុំនាងផ្ទះតាប់ខ្ញុំទ្រូងគេមិនព្រមនៅជាមួយគេដាច់ខាតតែរឿងមិនរួចខ្លួនត្រូវបានគេនាំទៅទាល់តែបានកាយតូចត្រូវបានគេបោះមិនថ្នមទៅលើពូក្នុងបន្ទប់មនុស្សប្រុសមុខកាច់ដូចបិសាចកត្រាក់បំណាច់អាវលើខ្លួនចេញត្រៀមត្របាក់នាងមិនអោយសោះឆ្អឹងលេងខ្ញុំនាងកាន់តែភ័យបបោមាត់ស្លេកគ្មានឈាមរំកើខ្លួនថយទៅមកខាងចង់គេចពីគេត្រូវគេចាប់ជើងទាញមកវិញផ្ដួលនាងតើតែខ្លួនតូចរៀបនឹងពូចាប់មុខនាងជាប់ឲ្យនាងយកបបោមាត់នាងមិនប្រណិតនាងឈឺប្រឹងបែរមុខគេទាំងទឹកភ្នែកតែគេនៅតែតាមថាបទាល់តែបានដៃតូចតែរុញទ្រូងគេចេញក៏ត្រូវបានគេចាប់លើកផុតក្បាលគេញីថាបបោមាត់នាងយ៉ាងហិង្សាដល់ក្រំឈាមអឺតតតែនាងដំហោះខ្យល់អស់ខ្យល់ទឹកដាក់មាត់ចេញនាងតូចមុខដាំដោយទឹកភ្នែកសម្លឹងមើលមុខគេខ្លួននាងញ័រតតាត់សឹងតែដូចកូន
ទាឆ្លក់ទឹកព្រោះភ័យខ្លាចកុំប្រហើនចង្កេតនាងត្រូវតែនៅទីនេះនៅក្រោមទ្រូងយើងបែបនេះគេខំថ្មីនិយាយដូចបីសាច់នាងស្រក់ទឹកភ្នែកតវ៉ាលោកគ្មានសិទ្ធទេលេងខ្ញុំនាងរើទាំងទឹកភ្នែកគេចពីក្រញាំគេអោនជញ្ជុកកនាងខំបឺតយ៉ាងហឹងសាដល់កន្លែងខ្លះជ្រាបឈាមនាងតូចរើដូចមន់គេជន់កយំសឹងតែខ្សោះខ្លួនលេងខ្ញុំនាងយំឡើងស្អកសំលេងភ្នែកនាងឡើងក្រហមតែគេនៅតែមិនមេត្តាចាប់កន្ត្រាក់សម្លៀកបំពាក់នាងចេញពីខ្លួននាងទាំងអស់សម្លៀកបំពាក់លើខ្លួនគេក៏មិនទុកដោះក្រវ៉ាត់ចោលអស់គេជ្រៀងខ្លួនចូលទៅក្នុងខ្លួននាងមិនថ្នាក់ថ្នមនាងតូចពើទ្រូងឈឺចាប់ខ្ញុំដៃគេតតែលិចក្រចកឈឺណាស់គេមិនអោយនាងបានត្រៀមខ្លួនកម្រើកចេញចូលទៅក្នុងខ្លួននាងទៅដើមទ្រូងទលុទលន់ត្រូវគេច្របាច់ពេញដៃមុខគេដាមដោយកំហឹងអោនខំបឺតជញ្ជក់មាត់នាងទៀតនាងកាន់តែរើគេកាន់តែសង្កត់ធ្វើបាបញោមញីរាងកាយនាងមិនប្រណីទាំងខឹងទាំងឈឺចាប់ក្នុងខ្លួនមានតែកំហឹងនិងទោសៈនាងយំទឹកភ្នែកស្ទើរខ្លាចជាឈាមខ្លួនតូចយប់យល់តាមកម្លាំងគេក្រៀនចាប់ដៃនាងសងខាងឲ្យមកអោបកគេដៃធំច្របាច់ច្របើទ្រូងនាងមកខាងហើយម្ខាងទៀតឆាត់នឹងពូកទប់នឹងលំនឹងជំរកកាន់តែញាក់ធ្វើឲ្យក្មេងក្រំទ្រូងដង្ហោខ្យល់មិនមែនដង្ហោព្រោះស្រាវស្រាប់មានក្តីសោកតែដង្ហោដោយសារភាពឈឺចាប់ឈឺសឹងតែស្លាប់ទៅហើយនាងខ្ញុំខ្នងគេខ្វាខ្នងគេក្រៀនប្រើអណ្ដាតលិតទឹកភ្នែកលើថ្ពាល់នាងមុននឹងអូសវាយមកខាងក្រោមបើជញ្ជក់ចុងទ្រូងក្រហមទុំរបស់នាងគេប្រាថ្មិញខំញិចដល់នាងឈឺចាប់ខណៈចង្កេះនៅតែបោះសម្រុកដាក់នាងយ៉ាងប្រិស័យត្រូវចាំទុកក្នុងខួរពីពេលនេះទៅយើងជាប្តីប្រពន្ធរបស់នាងហើយជាម្ចាស់របស់នាងកុំធ្វើអីរំលងក្បាលយើងបើមិនចង់បែបនេះគេចាប់មុខនាងជាប់សង្កេតថ្មីខ្សឹបដាក់មុខនាងមូលីសម្លឹងមុខគេទាំងទឹកភ្នែកភាពឈឺចាប់បង្ហាញចេញមកទាំងអស់តាមរយៈកែវភ្នែកមូលក្រឡងដែលពោពេញទៅដោយទឹកថ្លាគេសម្លឹងមុខនាងចង់ធ្វើឲ្យគេកាន់តែញាប់ញ័រកាន់តែចង់បានកាន់តែចង់លេបត្របក់នាងថែមទៀតទៅអនជជុបោមាត់នាងអណ្ដាតទលុនពេញក្រអុំមាត់នាងមូលីបិទភ្នែកស្រាប់ទឹកភ្នែកហូរកាត់កន្ទុយភ្នែករត់រត់ដំណក់ខ្លួននាងក៏រង្គើតាមចង្វាក់អុកក្រឡែងដល់ប្រិយផ្សៃរបស់គេនៅ3ម៉ោងក្រោយក្រិនលំលោកដាក់ទោសនាងដល់សម្លប់បាត់មាត់ឈើងគេដកខ្លួនចេញពីនាងសម្លឹងមើលមុខនាងមុននឹងអោនថើបថ្នមទាំងចិត្តមិនទាន់បាត់ខឹងមានសិទ្ធអីចាក់ចេញពីយើងវ៉ាមងលីប្រហើនខ្លាំងម្លេះប្រហើនហ៊ានធ្វើឲ្យគេសឹងតែកើតសតិអារម្មណ៍ព្រោះតែនាងជាមនុស្សរបស់យើងមិនថាថ្ងៃណាមិនថាថ្ងៃនេះឬថ្ងៃស្អែកឬថ្ងៃណាក៏ដោយវ៉ាមងលីគឺជាកម្មសិទ្ធិរបស់មូកែនតែម្នាក់កូតគេអង្អែបបបុំមាត់នាងស្បាត់ចេញមកដូចមនុស្សរុចិត្តអនថាបបុំមាត់តែក្រុមឈាមនោះទៀតគេថាមិនចាត់ថាមិនជ្រិញណាយថាមិនហោះនៅព្រឹកថ្ងៃស្អែកមនុស្សប្រុសអង្គុយជក់បារីក្បែកផ្អែកខ្នងលើក្បាលក្រែគេមិនស្លៀកពាក់ដណ្ដប់តែភួយត្រឹមចង្កេះនាងល្អិតអាក្រាតកាយដណ្ដប់ភួយត្រឹមដើមទ្រូងសន្លប់នៅក្បែរគេសភាពនាងគួរអាណិតបបូមមាត់ស្លេកស្លាំងលើក៏មានស្នាមខំកន្លែងខ្លាំងកក់ឈាមកន្លែងខ្លះជាំមើលឲ្យគួរឲ្យអាសូរតែនៅតែមិនចូលភ្នែកមនុស្សបីសាច់មួយសន្ទុះក្រោយរាងកាយនាងចាប់ផ្ដើមកម្រើកទទួលយកថ្ងៃថ្មីទាំងវេទនាភ្នែកនាងបើកសម្លឹងមើលពីដានបែរជាឃើញតែភាពប្រិយផ្សាយភាពជាបីសាច់របស់គេនាំឲ្យទឹកភ្នែកហូរកាត់កន្ទុយភ្នែកថ្នមមិនទាំងចាប់អារម្មណ៍ថាមានមនុស្សកំពុងសម្លឹងមើលនាងគ្រីនអឺតបារីមួយដង្ហើមចុងក្រោយបោះកន្ទុយបារីចូលទៅក្នុងធុងសម្រាមមុននឹងបែរមករកចាប់មុខនាងជាប់អនផ្អឹបបបុំមាត់នាងបញ្ចូលផ្សែងបារីនៅក្នុងមាត់នាងមូលីហូរទឹកភ្នែកសស្រាក់រុញគេចេញជ្រក់បារីសឹងតែចេញតាមច្រមុះមនុស្សប្រិយផ្សាយនាងខឹងគេរុញទ្រូងគេចេញតែនាងគ្មានកម្លាំងបបោមាត់តូចត្រូវបានគេចាប់ថើបពើខំជញ្ជក់អណ្ដាតគេទៅលុកលុយសឹងតែដល់ដង្កន់ឡាត់ភួយលើខ្លួននាងក៏ត្រូវគេវាចេញបោះទៅម្ខាងជ្រែងខ្លួនចូលទៅខ្លួននាងលុតជំនះទាំងព្រឹករំលឹកនាងដល់សន្លប់សារជាថ្មីនៅម៉ោង12ថ្ងៃត្រង់ក្រោយរងហិង្សាពីគេនាងគេដូចមនុស្សស្លាប់គេទាញកន្សែងមករុំចង្កេះអោនថាប់នាងអស់ចិត្តទៅចាប់អារម្មណ៍ថានាងក្តៅខ្លួនមិញនេះវុនឹងតណ្ហាខ្លាំងពេកទើបលែងជ្រុលដៃគេដើរទៅបន្ទប់ទឹកយកកន្សែងចលុកទៅពូតស្ងួតរមមយកមកជូតខ្លួនឲ្យនាងថ្នាំទាំងមុខស្មាគេទាញពួយចេញពីកាយនាងរាងកាយអាក្រាតរបស់មនុស្សស្រីនៅពេញភ្នែកគេជូតខ្លួនសពកន្សែងឲ្យនាងរួច
មិនព្រមទៅណានៅអង្គុយសម្លឹងអង្គុយកយគត់រាងកាយស្ទាបអង្អែលរាងកាយដែលសុទ្ធតែស្នាមរបស់នាងធ្នមគេមិនដែលឆ្លុះវិញនឹងស្រីណាដូចនាងទេក៏មិនដែលងប់ងល់ចង់ឈួតជាមួយស្រីណាដូចនាងឯងយើងត្រូវនៅជាមួយគ្នាមួយជីវិតណាមូលីគេសេចក្តីថ្នមអន់ថាបបួលមាត់នាងស្រាលទើបភ្នែកមួយដំណក់ស្រក់ប៉ះលើធ្វើរលោងគេមិនដែលមានអារម្មណ៍ថាខ្លាចដូចពេលនេះទេគេខ្លាចបាត់បង់នាងខ្លាចនាងទៅចោលគេបើនាងទៅចោលគេមែនគេកាត់ប្រសាច្បាស់ណាស់ចាគុណបងប្អូនសម្រាប់ការសិក្សារឿងឆ្លេះឆ្លេះសាតានពាក្យផ្សាយ1ផ្សាយ2បញ្ចប់តែប៉ុណ្ណេះបងប្អូនអរគុណច្រើនបងប្អូនសម្រាប់ការស្ដាប់រឿងនេះទាំងអស់គ្នាបងប្អូនចាអរគុណ